អានេះ admin កាត់ sticker តាមរៀងកាត់តាមរៀងឲ្យទុកជាស្លឹកមានអា kiss cut នៅលើស្លឹកនេះលទ្ធផលវាadmin ធ្វើនឹងជាមួយ sticker plastic ស្វិតបាតអត់រលោងបាត matte អត់រលោងទេណាមាន A3 A4 ហើយនេះបាតវាបាតសតែអត់រលោងទេមើលផ្ទៃវាមកយើងខាងក្រោយវាមានអាឆោតនេះអត់អីទេអាហ្នឹងអញ្ចឹងយើង print មក print តាមធម្មតាព្រោះ sticker ហ្នឹង print ជាមួយម៉ាស៊ីនអីក៏បានដែរតែម៉ាស៊ីនប្រើទឹកថ្នាំដូចជាទឹកថ្នាំ ink ចិត្តយើងហ្នឹងទឹកថ្នាំ dye ink ទឹកថ្នាំរាវទឹកថ្នាំ pigment ink ទឹកថ្នាំខាប់អានេះគឺ admin print ជាមួយម៉ាស៊ីន Canon ទឹកថ្នាំរាវយើងធម្មតាហ្នឹងហើយបន្ទាប់មកយើងរងចាំការ print នឹងឲ្យទៅគឺយើងមើលលេងនេះឃើញទេ print មកមួយអែមខ្មៅចំខ្មៅតែម្ដងណាម៉ាស៊ីន print យើងស្អាតហើយឥឡូវ admin យកមកដាក់កាត់ជាមួយម៉ាស៊ីនតែម្ដងទៅកុំឲ្យរងចាំយូរដំណាក់ការកាត់ជាមួយម៉ាស៊ីនហ្នឹងគឺដំបូងគឺវាកាត់ជារូបរាងកាត់តាមរាងជាមួយប្រភេទ artwork យើងហ្នឹងសិនណាហើយវាកាត់តាមរាងអញ្ចឹងយើងរងចាំទៅ admin អត់ខាទៅមុខច្រើនទេគាត់ថាកាត់ខ្លីៗអញ្ចឹងណានេះបន្ទាប់មកវាកាត់តាមរាងពីក្នុងហើយគឺដំណាក់កាលទី2គឺវាកាត់ឆូតផ្ដាច់នេះឃើញទេផ្ដាច់ហ្នឹងគឺផ្ដាច់กระดาษជាស្លឹកថា A5 សារនេះ A4 ឲ្យមានធ្វើ2ស្លឹកគឺដូច A5 អញ្ចឹងណាតែតូចជាង A5 បន្តិចដោយសារយើងត្រូវមានដាក់សញ្ញាដាក់អីហើយនេះយើងទុកចំណុចឲ្យវាជាប់គ្នាខ្លះដើម្បីយើងស្រួលបេះកុំឲ្យវាជាប់ក្នុងម៉ាស៊ីនពេលមុខកបិតវាអោសកាត់នេះយើងបេះតិចមកយើងដាច់ពីគ្នាហើយនេះវាស្រួល sticker ហ្នឹងយើងស្ដើងជាងគេវាម៉ែត្រនេះលទ្ធផលចេញមកគឺអញ្ចឹងរូបភាពមកអែមឥឡូវយើងឆ្កឹះយកមកប្រើមកនេះគឺទៅដល់ final product របស់យើងនេះឃើញទេមួយអាចយកទៅប្រើបានហើយយើងអាចជាកណ្ដោជាក្រុមហ៊ុនជាអីផ្សេងតាមការយើងគិតឃើញនិយាយទៅអាហ្នឹងគឺសំខាន់ម្នាក់ទេ admin គ្រាន់តែបង្ហាញទេអានេះវាអត់មែនជារបៀបធ្វើទេក៏ប៉ុន្តែគឺ potential ដែលយើងអាចធ្វើបានគឺអត់ពិបាកអីទេគឺយើងធ្វើបានអញ្ចឹងសំខាន់យើង design ការ design របស់យើងការប្រើប្រាស់ software ជាមួយម៉ាស៊ីនកាត់នេះគឺយើងកាត់បានអញ្ចឹងកាត់ផ្ដាច់ក្នុងពេលតែមួយហ្នឹងគឺយើងកាត់ភ្ជាប់តាមរៀងហើយផ្ដាច់ស្លឹកចេញពីគ្នាទៀតយើងធ្វើបានណាអញ្ចឹងថានេះ admin អត់សូវតែធ្វើដោយសារតែមានពេល